ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបប្រឡាក់សាច់ជ្រូកនិងប្រឡាក់បង្គាយកមកអាំងធ្វើយ៉ាងម៉េចឲ្យបានឆ្ងាញ់ប៉ុន្តែមុននឹងខ្ញុំអធិប្បាយសូមពុកម៉ែបងប្អូនជួយ Subscribe Channel ម្នាក់មួយផងបាទទុកជាការរាប់អានគ្នាសូមអរគុណទុកជាមុនជាដំបូងយើងត្រូវផ្សំបន្លែសិនអញ្ចឹងបរិយារបស់ខ្ញុំទៅជាការក្រោយផ្ទះហ្នឹងមកផ្សំបន្លែបេះជីគ្រប់មុខបេះម្ទេសហើយម្ទេសហ្នឹងគឺម្ទេសវែងណាម្ទេសខៀវបាទម្ទេសខៀវហ្នឹងឆ្ងាញ់ណាឈ្ងុយតែវាអត់សូវហឹរទេបាទអញ្ចឹងហើយនេះគឺជាស្បៃរឿងអញ្ចឹងយើងកាត់ស្បៃរឿងបន្ថែមទៀតដើម្បីបន្ថែមឲ្យជារសឥឡូវយើងងាកមកធ្វើសាច់ជ្រូកវិញខ្ញុំអត់ហូបសាច់គោទេគឺខ្ញុំហូបសាច់ជ្រូកបាទព្រោះភរិយារបស់ខ្ញុំគាត់ចង់ហូបសាច់ជ្រូកហើយកូនគាត់ចង់ហូបសាច់ជ្រូកដែរអញ្ចឹងនេះវិធីសាស្ត្រគឺវះសាច់ជ្រូកឲ្យស្ដើងទៅហើយយើងបេះអាខ្លាញ់ណាដែលមើលទៅមិនដណ្ដោហ្នឹងគឺយើងបេះវាចេញទៅហើយចំណែកបង្គាវិញគឺយើងយកមកកាត់អាព្រុយវាណាបាទយើងកាត់ព្រុយវាចេញទៅដើម្បីកុំឲ្យមុតមាត់បាទឥឡូវយើងគោះពងទាបាទគោះពងទាហើយយើងវាយវាឲ្យបែកនឹងវាយវាបែកហើយយើងលាយទឹកដោះគោស្រស់យើងលាយប្រេងខ្យងហើយយើងកូរវាឲ្យបែកចូលជាតិគ្នាដើម្បីយើងយកទៅប្រឡាក់ជាមួយនឹងបង្គានឹងឯងបាទឥឡូវយើងយកបង្គាហ្នឹងយកមកតម្រៀបនៅក្នុងហ្នឹងបាទតម្រៀបឲ្យវានឹងទៅហើយយើងបន្ទាប់មកទៀតបន្ទាប់យើងបានតម្រៀបពេញនឹងអស់ហើយយើងសបល់វាដួសទឹកនឹងដាក់ពីលើវានឹងឲ្យវាជោគជាមួយនឹងបង្គាហ្នឹងហើយឥឡូវយើងងាកមកដំខ្ទឹមវិញបាទដំខ្ទឹមយកមកផ្សំគ្រឿងណាបាទយកដាក់លាយជាមួយនឹងសាច់ជ្រូកម្ដងយើងប្រឡាក់សាច់ជ្រូកបាទហើយប្រឡាក់សាច់ជ្រូកហ្នឹងគឺយើងអាចបន្ថែមដោះគោទីទៅបាទដោះគោខាប់ហ្នឹងយើងដាក់ខ្ទឹមហើយយើងយកមកច្បល់គ្នាទៅនឹងហើយយើងមានថែមម្ទេសម្ទេសម៉ត់អាម្ទេសយើងយកបុកមកក៏បានដែរហើយយើងថែមប្រេងខ្យងថែមអីទៀតហើយភេទយារបស់ខ្ញុំនឹងក៏សបាច់ញីឲ្យវាចូលជាតិគ្នាអញ្ចឹងណាបាទជាស្នាដៃរបស់ភរិយារបស់ខ្ញុំអញ្ចឹងឥឡូវយើងងាកមកធ្វើទឹកជ្រលក់វិញគឺភរិយារបស់ខ្ញុំគាត់ធ្វើទឹកតៅហ៊ូហើយតៅហ៊ូដបយើងទិញយកមកពីផ្សារហ្នឹងបាទយើងដាក់វាទៅហើយថែមស្ករថែមប៊ីចេងថែមដោះគោខាប់ចឹងទៅឬក៏ថែមដោះគោស្រស់បន្តិចទៀតទៅអានឹងអាស្រ័យលើពុកម៉ែបងប្អូនចូលចិត្តឬក៏មិនចូលចិត្តអញ្ចឹងណាបាទហើយបន្ទាប់មកទៀតគឺយើងច្បល់ឲ្យវាបែកឲ្យតៅហ៊ូនឹងចូលគ្នាអញ្ចឹងមកហើយងាកមកនឹងងាកយើងមកស្បាច់ក្រូចបាទហាន់ក្រូចហ្នឹងចាត់ក្រូចហ្នឹងយកមកស្បាច់ចូលនៅក្នុងអាទឹកជ្រលក់ហ្នឹងទៅហើយយើងដាក់ច្រើនឬក៏តិចអីតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនហ្នឹងណាแล้วគាត់ភ្លក់មើលថាអែមតែម្ដងឆ្ងាញ់តែម្នេះដឹងថាប្តីសរសើរទៀតហើយយកនឹងហើយយើងងាកមកមើលបន្លែរបស់យើងនឹងមានប្រមាណមុខនឹងយើងបានផ្សំគ្នាមកពីផ្សារខ្លះហើយនឹងបន្លែនៅក្រោយផ្ទះខ្លះហើយនេះគឺជាម្ហូបដូចជាមានបង្គាហើយនឹងសាច់ជ្រូកដែលយើងបានប្រឡាក់អំបញ្ញមិញនេះឥឡូវយើងចាប់ផ្ដើមដាក់ចង្ក្រានតែម្ដងបាទដាក់ចង្ក្រានហើយរៀបប័របាទហើយកូនស្រីពៅខ្ញុំគាត់មកជួយបាទព្រោះគាត់ចង់ហូបដែរអញ្ចឹងឥឡូវក៏ចាប់ផ្ដើមរៀបប័ររៀបអីហើយយើងដាក់សាច់ទៅពុកម៉ែបងប្អូនហើយនៅពេលដែលយើងកំពុងតែអាំងនឹងអាក្លិនជាមួយប័រផងអីផងហ្នឹងគឺធ្វើឲ្យស្រក់ទឹកមាត់ក៏បីសំបីតែខ្ញុំកំពុងតែបញ្ចូលតលេងហ្នឹងក៏ឃើញរូបភាពហ្នឹងក៏ស្រក់ទឹកមាត់ដែរចង់ញ៉ាំមកចង់ទៅមើលពេលអាទិត្យក្រោយហ្នឹងចង់ធ្វើញ៉ាំទៀតតែម្ដងឥឡូវនេះសូមពុកម៉ែបងប្អូនតាមដានទស្សនានៅការភ្លក់ម្ហូបរបស់ភរិយារបស់ខ្ញុំផ្ទាល់តែម្ដង original sound តែម្ដងបាទถูกละมาแล้วกับบ้านบ้านเดียวไปเลยบ้านเดียวไปคือช็อกเลยอ่ะ
phải đắng đó 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 Ngon á. ជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមដល់ចប់ក៏សូមជួយ Subscribe និង Share វីដេអូនេះម្នាក់មួយផងទុកជាការរាប់អានសូមអរគុណច្រើន